ស្ដីបងប្អូនអរគ្នាសូមស្វាគមន៍កាន់ 3Dcam Studio វគ្គមុនខ្ញុំបានបង្រៀនអំពីការចាក់ការ៉ូបាតឈើថ្ងៃនេះខ្ញុំសូមបង្ហាញអំពីការចាក់ជញ្ជាំងបាទជញ្ជាំងឥឡូវយើងគូរជញ្ជាំងមួយសិនបាទជញ្ជាំងនេះខ្ញុំយកប៉ុណ្នេះមកប៉ុណ្នេះបាន1ម៉ែត្រ8បាទខ្ញុំយកស្វេមក1ម៉ែត្រ8អត់យកមកទឹកបាទអូខេខាងអត់ឃើញនៅណាសោះបាទហើយហើយលេខឃើញវាយម្ដងទៀតបើខុសដែរ1ម៉ែត្រ8 200សន្ធិខ្ពស់មិនទឹកហើយឃើញមកនៅនេះវិញនេះសម្លេងអូខេឥឡូវយើង extrude វាមកមីក្រូមួយសិនហើយយើងវាយទិសដៅវាមិនចេះស្ងោវាយទៅណាដើម្បីវាលាក់ចេះលាក់តែមិនឲ្យមើលឃើញអូខេឥឡូវយើងបានគូហើយឥឡូវយើងចាក់ណាឈើចាក់ច្អមចាក់អិតបាទនេះអិតយើងនេះខ្ញុំទាញចូលក្នុងមកទាញចូលមកហើយចាក់លើនេះអូខេទីមកក្រៅយើង explore វាចេញដើម្បីចម្លងពណ៌វាឥឡូវចម្លងពណ៌វានេះចោលអូខេនេះអិតបាទអិតយើងឥឡូវយើងបានចម្លងពណ៌អិតហើយឥឡូវយើងធ្វើការចាក់វានេះគេថាអានេះយើងបាន import ចូលហើយកន្លែង reflection បាទ reflection យើងទាញឲ្យដល់ចុងហើយបាំណាកន្លែងបាំនេះកន្លែងបាំហ្នឹងណាយើងយកពាក្យបាំមក big mac បាទនេះ version 3 brick by Steadicam នេះ brick នេះបាំវាមើលនេះបាំអូខេបន្តមកទៀតយើង copy នេះយើងយកលេខ1ទៅដោយសារវាជាអត់ណាបាទវាអត់មានត្រូវជះពលឺឆ្អីខ្លាំងដល់លេខ1តែអត់បានដល់លេខ1យើង copy កន្លែងបាំនេះចូលក្នុង reflection បាទ reflection glossy អូខេឥឡូវផាសវាខ្ញុំយកដូចមិញយើងនេះ custom បាទហើយយក 1.3 យើងយក 1.7 លើឲ្យឡើងយើងចាក់អត់ចាក់អីហ្នឹងណា1.3អូខេខ្ញុំធ្វើ test render បាទយើងមើល review វាអូខេឥឡូវធ្វើ test render អានេះមុនខ្ញុំចាក់នេះការ៉ូបាតឈើអូខេឥឡូវខ្ញុំសុំចិត្តពេញឲ្យកាន់តែច្បាស់ណាឲ្យកាន់តែច្បាស់ឆ្ងាយពេកមើលមិនសូវឃើញតើយើងមើលចិត្តទៅវាមិនខ្ញុំនឹងបញ្ចូលបងប្អូនកន្លែងនេះបងប្អូនមើលនេះឃើញទេ
ខាន់យើងចាក់បាំបាទដល់ពេលយើងសេរីបាំទៅវាមានថាវាផុសមកនេះបងប្អូនឃើញអត់ហ្នឹងវាផុសមកហើយកន្លែងកលាក់ហ្នឹងក៏វាធ្នេរដែរបាទបងប្អូននេះមើលទៅគឺវាមានថាវាចាំងពលឺតិចអញ្ចឹងណាហាឡូតិចអញ្ចឹងណាប៉ុន្តែវាអត់ឆ្លោះអត់អីខ្លាំងប៉ុន្មានទេបាទនេះគឺជាការចាក់អត់យើងឲ្យវាថាដូចមែនតែនអញ្ចឹងបាទហើយវាក៏មានការផុសមកដែរណាខ្ញុំមើលកន្លែងជើងនោះវាផុសមកនេះដូចឥឡូវនេះវាចាំងពលឺបន្តិចហើយវាផុសមកបាទហើយអាកន្លែងធ្នេរហ្នឹងយើងទៅវាក៏រៀងយើងថាមានធ្នេរតិចតួចអីផតអញ្ចឹងណាបាទនេះគឺជាការចាក់អត់បាទអរគុណបងប្អូនសូមរកចាំទស្សនាវគ្គបន្តការរបៀបការចាក់អត់មានតែប៉ុណ្្នឹងទេបាទសូមអរគុណ